Some bit turn by yai, John Hot Tempe Crom and I the lane carry room, the back shot the chair up hoi can lot up man here clang jangane. Tan the lane carry room the Akania, Diamond and showed off it all, complete follow page of not explore pong, but the young man by a K and to give away a tough fan. But now playing Kunyama hang of fan can love Pnom Nissan, hang of fan by some mind, murder minimally say, but then can book no goo you, Pnom lang loy more, never make me playing the work up by a payakan and the hot as at it. Going young of fair cheer to Moon Payakan, the high young copper and មកទៀតគ្រីរ៉ូមកលើស្អាតប្លែកណាស់មានកន្លែងដើរលេងច្រើនបរិយាកាសខាងនេះក៏ល្អថ្ងៃលិចអាអាកាសធាតុវិញតិចថ្ងៃខ្លះនិយាយចេញផ្សែងទៀតបើនិយាយពីចម្ងាយក៏មិនឆ្ងាយពីពេញដែរជិះតែ1ម៉ោង2ម៉ោងអីគឺមកដល់ហើយឡើងមកខាងលើភ្នំគ្រីរ៉ូនេះគឺខ្ញុំបានសាក់ជិះជាមួយនឹងឡានជាតួ T1 ដែលតែសម្ពោធជាផ្លូវការនៅលើភ្នំគ្រីរ៉ូនេះកាលពីប្រហែលថ្ងៃមុនជាតួ T1 នេះជិះឡើងគ្រីរ៉ូឡើង smooth ឡានធំទលាយអាចជិះបានគ្រប់ស្ថានភាពផ្លូវមាន function ទំនើបជាច្រើនមាន option normal eco និង sport mode ដែលយើងអាចដូរ mode ទាំងអស់ហ្នឹងគ្រាន់តែ power ទៅគឺដូរ mode បានហើយកន្លែងចង្កឹះលេខគេនេះក៏លយដែរដូចចង្កឹះលេខយន្តហោះអញ្ចឹង screen ក្នុងឡាននេះក៏ធំទំហំដល់ទៅ 15.6 inch មាន Apple CarPlay និង Android Auto អាច start ជំរាបពី Spotify ដាក់ map មើលផ្លូវអីឡើងងាយស្រួលហ្មងកាមេរ៉ាគេវិញគឺដល់ទៅ 540 degree មើលបានទាំងមុខក្រោយឆ្វេងស្ដាំហើយក៏លុកនៅខាងក្រោមអីឃើញទាំងអស់ហើយនៅលើ screen ហ្នឹងពេលដែលយើងជិះឡើងចំណោតភ្នំអីក៏មានប្រាប់កម្ពស់ដែលយើងកំពុងតែឡើងហ្នឹងហើយក៏មានបង្ហាញពីទម្រង់ឡានយើងកំពុងតែឡើងចំណោតហ្នឹងត្រេតប៉ុណ្ណាពេលដែលជិះចុះចំណោតភ្នំហ្នឹងក៏មានមុខងារពិសេសមួយទៀតគឺមុខងារអមប្រាំងអូតូហើយមុខងារហ្នឹងពេលដែលយើងចុះចំណោតគឺយើងត្រូវបើកកន្លែង Hill Descent Control នេះហ่าដើម្បីឲ្យវាធ្វើការហើយក៏មាន voice command ដែលយើងអាចបញ្ជាជាតួ T1 នេះបានដូចគ្នា Here open sunroof Okay ជាតួ T1 នេះធំទូលាយហាប់បើកបរបានគ្រប់ស្ថានភាពផ្លូវហើយឡាននេះគឺស័ក្តិសមមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយបែប light off road ណាលេងឬមួយក៏ទៅបោះតង់ប្រើឡានមួយនេះគឺត្រូវហ្មងមើលតែរូបរាងឡានគេទៅគឺហំហានហើយសង្ហាទៀតខ្ញុំឡើងមកដល់ការីរ៉ូមនេះហើយចតនៅកន្លែងបឹង PC នេះដាក់កៅអីអង្គុយលេងអូយមើលទៅឡើងជះសម្រស់ខ្លាំងមែនតើហ្មងជាតួ T1 ហ្នឹងជាពិសេសជាគៀងខាងមុខហ្នឹងគឺតាក់ទាញខ្លាំងហ្មងគេរចនាបែបស្លឹក clover 4 ស្រទាប់ដែលតំណាងឲ្យសំណាងល្អហើយកន្លែងខ្ញុំមកអង្គុយនេះមានឈ្មោះថាបឹង PC បងប្អូននៅខាងលើភ្នំការីរ៉ុមដូចគ្នាទីតាំងនេះបោះតង់អែហ្មងបើសិនជាយប់ឡើងតិចមានអាប់អីទៀតហត់តែស្អាតដោយសារតែមានទឹកផងខ្ញុំមកដល់បឹង PC នេះហើយក៏ដាក់កម្រងដូចគ្នាថាលើក្រោយមកបោះតង់នៅនេះហ្មងអញ្ចឹងបន្ទាប់ពីអង្គុយលេងឈៀលនៅបឹង PC នេះហើយពួកយើងក៏ជិះត្រឡប់មកវិញដោយសារតែយើងត្រូវមកចូលរួមសម្ពោធជាផ្លូវការជាតួ T1 ពេលចូលមកវិញហ្នឹងឆ្លៀតចូលតេស្តកន្លែងផ្លូវកាត់អូនេះទៀតជិះទៅឡើង smooth ឡើងអែមហ្មងនេះចង់ចូលទឹកចូលក្លុកអីធំក៏អត់មានបញ្ហាដែរខ្ញុំជិះមកមុនហ្នឹងចូលក្លុកធំដែរប៉ុន្តែ performance ឡានហ្នឹងវាអត់ឃ្លីងឃ្លោងខ្លាំងឯឡើងនឹងហ្មងហើយនេះមកដល់ event ជាតួឲ្យបងប្អូនខ្ញុំខុស event ហ្នឹងគឺខ្ញុំស្រឡាញ់ការរៀបចំគាត់ខ្លាំងមែនតើជាតួ T1 នេះគឺគាត់សម្ពោធជាផ្លូវការនៅកណ្ដាលព្រៃភ្នំនៃភ្នំការីរ៉ុមឲ្យ fit ជាមួយនឹង concept ឡានបែបជាឡានបោះតង់ off road ចឹងហើយបរិយាកាសនៅលើភ្នំការីរ៉ុមនេះតែជាក់មែនតើហើយថ្ងៃហ្នឹងមានថ្ងៃលិចស្អាតទៀតមើលទៅឡើងវ៉ាវហ្មងក្នុងកម្មវិធីហ្នឹងក៏មានការតាំងបង្ហាញឡានជាតួ T1 ហើយក៏ដាក់ឲ្យភ្ញៀវសាក test drive ដែរតែអីដែលរត់តែពិសេសក្នុងកម្មវិធីនេះបងប្អូននឹងថាអីគេអត់នៅពេលដែលសម្ពោធជាផ្លូវការឡានជាតួ T1 នេះគឺគាត់បានឲ្យតម្លៃ special price ខ្លាំងមែនតើហ្មងដែល official price សម្រាប់ជាតួ T1 នេះត្រឹមតែ 34,900 តែប៉ុណ្ណោះហើយតម្លៃមួយនេះគឺមកជាមួយនឹងការធានារហូតដល់ទៅ5ឆ្នាំឬមួយក៏ 15,000 គីឡូបងដែលបានចូលរួមកម្មវិធីហ្នឹងគ្រាន់តែលើតម្លៃនេះហើយគឺនាំគ្នាវ៉ាវទាំងអស់គ្នាហ្មងរួមទាំងខ្ញុំផងដែរព្រោះថាតម្លៃនេះគឺល្អមែនតើសំខាន់មួយទៀតគឺ service after sale របស់ជាតួគឺល្អភ្ញៀវដែលគាត់បានទិញឡានហើយហ្នឹងអ្នកណាក៏ទៅសារដែរបងប្អូនមើលវីដេអូនេះហើយចង់តេស្តdrive ផ្ទាល់អីអាចទៅជាតួ Cambodia ដែលមានទីតាំងនៅផ្លូវជាតិលេខ 6A បានអញ្ចឹងសម្រាប់វីដេអូមួយនេះមានតែប៉ុណ្្នឹងទេបាយបាយ